ក្លឹប Chelsea កំពុងបញ្ចុះបញ្ចូលឲ្យកីឡាករ Manchester United ម្នាក់នេះទេទៅក្លឹបរបស់ខ្លួនបើយោងទៅតាមការចុះផ្សាយរបស់ Sky Sport និងអ្នកកាសែត Fabrizio Romano បានបញ្ជាក់ថាក្លឹបតោខៀវ Chelsea កំពុងស្ថិតក្នុងការចរចាជាមួយភ្នាក់ងាររបស់ Jadon Sancho ដើម្បីពិភាក្សាលើកិច្ចការផ្ទេរជាអចិន្ត្រៃយ៍មកកាន់ក្លឹបរបស់ខ្លួនSancho បានផ្លាស់ពីក្លឹប Manchester United មកកាន់ទឹកដី Stamford Bridge កាលពីខែសីហាឆ្នាំមុនក្រោមលក្ខខណ្ឌខ្ចីជើងដោយអាចទិញដាច់ក្នុងតម្លៃ$25 លានឬក៏ស្មើនឹងប្រមាណ$33.6 លានChelsea ចង់រក្សា Sancho ទុកខណៈនៅរដូវកាលនេះរូបគេបានសុទ្ធបញ្ចូលទីបាន5គ្រាប់និងបានជួយឲ្យក្រុមលើកពាន UEFA Conference League ផងដែរគួរបញ្ជាក់ផងដែរថាក្លឹបមេរបស់ Sancho គឺ Manchester United បានទិញយកគេពី Borussia Dortmund កាលពីឆ្នាំ2021ក្នុងតម្លៃខ្លួនដល់ទៅ$98.3 លានខណៈដែលគេនៅសល់កុងត្រាខ្ទង់មួយឆ្នាំទៀតជាមួយបិសាចក្រហម